ជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះលេងបណ្ឌិតហើយខ្ញុំមកពីក្រុម SV1 ហើយសម្រាប់ថ្ងៃនេះដែរខ្ញុំមកធ្វើលំហាត់ពាក់ព័ន្ធទៅនឹងoutside hop របស់យើងដែលយើងធ្វើលំហាត់យើងនឹងconfig ពាក់ព័ន្ធទៅនឹង SQL server ហើយនឹង MySQL នៅក្នុង Ubuntu បូកជាមួយនឹង Docker របស់យើងធ្វើយ៉ាងម៉េចឲ្យ SQL server និង MySQL ហ្នឹងអាច connect មក dbeaver ឬក៏ workbench បានប៉ុន្តែនៅក្នុងលំហាត់ពីខ្ញុំគឺខ្ញុំមានdbeaver ហើយអញ្ចឹងខ្ញុំសូមធ្វើការអនុវត្តជាមួយនឹង dbeaver ខ្ញុំអត់អនុវត្តជាមួយ workbench ទេហើយបន្ទាប់មកខ្ញុំបានបើក Gitbase ខ្ញុំហើយអស់ហើយខ្ញុំ connection អស់ហើយអញ្ចឹងលំហាត់នេះខ្ញុំបានរៀបចំ script មុននឹងខ្ញុំធ្វើអញ្ចឹងដំបូងដែលយើងត្រូវធ្វើមុនគេគឺយើងត្រូវការclean up ម៉ាស៊ីនដែលយើងបានធ្វើ lab ពីមុនដែលយើងធ្វើការដំឡើង image ពាក់ព័ន្ធនឹង SQL engine PD ហើយនឹង Ubuntu របស់យើងមូលហេតុដែលយើងធ្វើវាគឺដើម្បីកុំឲ្យមានបញ្ហាជាមួយនឹងកុំឲ្យ container របស់យើងមានបញ្ហាពាក់ព័ន្ធនឹង port បើយើងជន់គ្នាអញ្ចឹងយើងត្រូវការ clean ដើម្បីឲ្យដំណើរការនៃការ connect database របស់យើងទៅកាន់ dbeaver វាអត់មាន error អញ្ចឹងទៅអញ្ចឹងដំបូងដើម្បីយើងលុបឬក៏បញ្ឈប់container ចាស់ចេញដើម្បីឲ្យដំណើរការ run script និង fix របស់យើងមានភាពរលូនយើងត្រូវធ្វើការលុបសិនអញ្ចឹងយើងប្រើ docker orm.f មានន័យយើងលុបហើយយើង enter មកអញ្ចឹងវាចាប់ផ្ដើមធ្វើការលុបឲ្យយើងហើយបន្ទាប់មកយើងធ្វើការឆែកទៅលើ active ទៅលើការ stop active ឬក៏ stop របស់យើងហ្នឹងអញ្ចឹងយើងអត់មានដំណើរការទេមានន័យថាអត់មាន active stop អីទេអញ្ចឹងយើងមកបន្តទៅដល់លំហាត់របស់យើងដំបូងគេ step ដំបូងដែលយើងត្រូវធ្វើគឺយើងអនុវត្តទៅលើ Ubuntu របស់យើងគឺយើងត្រូវបង្កើត network ឲ្យ Docker របស់យើងអញ្ចឹងយើងត្រូវ run command នេះដើម្បីឲ្យ Docker របស់យើងមាន network ដំណើរការអញ្ចឹងdocker network create database network អញ្ចឹងយើងធ្វើការ run command មួយនឹងមកអញ្ចឹងដើម្បីឲ្យ Docker របស់យើងមាន internet យើងនឹងទទួលអ្វីដែលយើង expect គឺយើងនឹងទទួលបាន ID ដែលវែងជួរដោយតំណាងឲ្យ network នឹងឯងអញ្ចឹងបន្តមកទៀតយើងចាប់ផ្ដើមបង្កើតwhile SQL server របស់យើងទៅតាមលំនាំinterface រូបដែលលោកគ្រូបាន guideline យើងហ្នឹងគឺយើងត្រូវមាន docker run name docker runមានឈ្មោះ network ហើយយើង upset yes ហើយ SQL password របស់យើងត្រូវរៀបចំឲ្យហើយ restart វា unless stop បន្ទាប់មកយើងយក version ណាអញ្ចឹងទៅអញ្ចឹងអានេះយើងត្រូវរៀបចំមកហើយមុននឹងយើងធ្វើការ run នៅលើ Gitbase របស់យើងដើម្បីងាយស្រួលអញ្ចឹងខ្ញុំសូមធ្វើការ run អញ្ចឹងវាបានប្រាប់ថាវាកំពុងតែទាញមកហើយ pull ទៅលើ SQL server របស់យើងយក version ចុងក្រោយដើម្បីយើងធ្វើដំណើរ configure បានល្អអញ្ចឹងវាកំពុងតែ download ខ្ញុំធ្វើការរងចាំសិនពីអត្ថន័យនៃ comment នីមួយៗអញ្ចឹងដក D វាឲ្យ container ហ្នឹងរត់
នៅ background ហើយ name ហ្នឹងគឺយើងយកឈ្មោះរបស់យើងជា SQL server ហ្នឹងដាក់ឈ្មោះកំណត់ container SQL server ហ្នឹងឯង network database គឺយើងតបជាប់ network ដែលបានបង្កើតនឹងឯងហើយកន្លែង .e គឺយើង upset យកព្រមកិច្ចព្រមព្រៀងពាក់ព័ន្ធទៅនឹង Microsoft នឹងឯងហើយ SQL កន្លែង .e password នេះយើងកំណត់ password សម្រាប់ user សារហើយ .p នេះគឺយើងកំណត់ map port របស់យើងទៅកាន់ container server container ហើយយើង restart ធម្មតានឹងឯងហើយអ្វីដែលយើងរងចាំ design យើងនឹងទទួលបាន container ID ដ៏វែងមួយជួរក្រោយពីយើងpull វាហើយអញ្ចឹងណាយើងធ្វើការរងចាំសិនអូខេការ pull យើងគឺបាន complete ហើយវារៀងយូរដែរមិញ500 MB ជាងដែរអញ្ចឹងអ្វីដែលយើង expect គឺយើងទទួលបាន ID content ID container ដ៏វែងមួយគឺនៅខាងក្រោមនេះអញ្ចឹងបន្តមកទៀតយើងចាប់ផ្ដើមធ្វើ step ទី3របស់យើងគឺយើងទាញ MySQL container ដែលខ្ញុំបានរៀបចំឲ្យស្រាប់នេះខ្ញុំសូម control អក្សរ L ដើម្បីឲ្យងាយស្រួលមើលហើយយើងផាសវាមកអញ្ចឹងយើងមាន docker run name ដូចគ្នា sp1 ខ្ញុំដាក់ sp1 ដូចគ្នាហើយយើង database network ចឹងទៅហើយ password ខុសតែខាងកតុយទេហើយ database ខ្ញុំដាក់ database name ខ្ញុំដាក់ school db ដូចគ្នាដែរហើយ port ហើយចុងក្រោយយើងយក MySQL 8.4 អញ្ចឹងខ្ញុំសូម enter អញ្ចឹងវាចាប់ផ្ដើមfind image ហ្នឹងវាចាប់ផ្ដើម pull ដូចទាញយកដូចដែលយើងបានធ្វើនៅលើSQL server អញ្ចឹងយើងធ្វើការរងចាំឲ្យវា complete សិនហើយអ្វីដែលយើង expect យើងនឹងបាន ID វែងដូចគ្នាដែរហើយខ្ញុំក៏ចាប់ផ្ដើមបញ្យល់ពាក់ព័ន្ធទៅនឹង comment របស់យើងដូចតែគ្នាខាងលើទេroot password របស់យើងគឺកំណត់សម្រាប់ user root ហើយ MySQL database ហ្នឹងគឺជាឈ្មោះ database របស់យើងហើយ port អីនឹងឯងធម្មតាដូចតែលើដែលយើងបានកំណត់អញ្ចឹងធ្វើការរងចាំសិនអញ្ចឹងក្រោយពីខ្ញុំpull MySQL របស់យើងបាន success វានឹងបង្ហាញពាក់ព័ន្ធទៅនឹងID container យើងមួយខ្សែកន្លែងនេះដែលយើង expect result ហ្នឹងខ្ញុំសូមដាក់ឲ្យស្មើគ្នាសិនដែលយើងបាននិយាយគ្នាមុននេះថាយើងនឹងទទួលបាន container ID មួយដ៏វែងដែលនៅកន្លែងនេះអានេះពាក់ព័ន្ធនឹងSQL server របស់យើងហើយនេះគឺជា MySQL server របស់យើងគឺវាត្រូវតែឃើញជាងដូចគ្នាមានន័យថាការទាញរបស់យើងគឺបានជោគជ័យទាំងពីរ 100% បន្ទាប់មកយើងចាប់ផ្ដើមប្រើ command docker ps នេះដើម្បីយើងឆែកមើលពាក់ព័ន្ធនឹងការ stop state 2របស់វាចឹងទៅអញ្ចឹងបន្ទាប់មកវានឹងបង្ហាញទិន្នន័យដូចជាអានេះខាងលើគឺ SQL server ខាងក្រោមគឺជាMySQL version 8.4 អញ្ចឹងបន្ទាប់ពីយើងបានបង្កើត wall container រួចហើយអញ្ចឹងយើងប្រើ command ដែលខ្ញុំបានប្រើ command នេះឆែកពាក់ព័ន្ធទៅនឹងបីជាងទាត់ state 2 database របស់យើងទាំងពីរដែលដោយដែលអ្នកទាំងអស់គ្នាបានឃើញនៅលើ screen big bang របស់យើងនេះទី1យើងមើលទៅលើ SQL server container របស់យើងនេះឈ្មោះរបស់វាយើងស្វែងរក SQL server .sp1 កន្លែងហ្នឹងគឺជាឈ្មោះរបស់វា
នេះនៅខាងកតុយនេះដោយសារតែវាដាច់នេះតមកខាងក្រោមនេះអញ្ចឹងយើងឃើញ MySQL Server SV1 អញ្ចឹងទី1ដែលយើងត្រូវផ្ទៀងផ្ទាត់ទី2យើងទទួលបានជោគជ័យជា state to app កន្លែង app នេះ13 second ហ្នឹង app 13 second ហើយយើងត្រូវផ្ទៀងផ្ទាត់មួយទៀតពាក់ព័ន្ធទៅនឹង port របស់យើង make port របស់យើងគឺត្រូវតែ1433ទៅលើ SQL server ហើយនឹង host port របស់យើងគឺ1433ដូចគ្នាពាក់ព័ន្ធនឹង MySQL container ក៏យើងត្រូវផ្ទៀងផ្ទាត់ដែរទី1យើងផ្ទៀងផ្ទាត់នឹងឈ្មោះរបស់វាដែលយើងបានដូចគ្នានៅខាងកតុយ MySQL SV1 នៅកន្លែងនេះហើយ app ដូចគ្នាឲ្យវាចេញឃើញ app កន្លែងនេះហើយ port ហើយនឹង hotpot hotspot របស់យើងគឺដូចគ្នាទាំងពីរអញ្ចឹងនេះបានបញ្ជាក់ថា database server ទាំងពីរដែលយើងបានធ្វើការ install pool វាមកហ្នឹងគឺទទួលបានready 100% សម្រាប់ការត្រៀមសម្រាប់ remove ទៅលើ connection ពី connect ទៅ database ទៅ IDE dweaver របស់យើងនេះអញ្ចឹងយើងធ្វើរួចហើយពាក់ព័ន្ធទៅនឹងការ pool SQL server ហើយនឹង MySQL ប៉ុន្តែមុននឹងចូលទៅ connect ទៅ dweaver ខ្ញុំក៏ប្រាប់ពីលក្ខណៈដែលយើងត្រូវប្រុងប្រយ័ត្នមុននឹងយើងចាប់ផ្ដើមទាញSQL server ហើយនឹង MySQL ហ្នឹងគឺមុននឹងយើងឈានទៅដល់ការ connect តាមរយៈ dweaver យើងត្រូវប្រុងប្រយ័ត្នចំនួនដែលអាចនឹង error មានដូចជាគឺទី1ពាក់ព័ន្ធនឹង port 3306របស់ MySQL ហ្នឹងគឺវាអាចជន់គ្នាឬក៏វា stay ហើយនឹងឯងអញ្ចឹងប្រសិនបើ YouTube របស់យើងបើសិនជា YouTube របស់អ្នកទាំងអស់គ្នាមាន MySQL នៅលើ OS ស្រាប់វាអាចនឹងធ្វើឲ្យ port ហ្នឹងវាជន់គ្នា3306ហ្នឹងធ្វើឲ្យ Docker ហ្នឹងអត់ដំណើរការទេវា stay វានឹង load error អញ្ចឹងទៅដូចជាឈ្មោះ MySQL SV1 នឹងមិនចេញដំណោះស្រាយគឺយើងត្រូវតែប្រើ sudo ដែលខ្ញុំប្រើនេះកន្លែងនេះអានេះដោយសារតែយើងប្រើលើ OS អញ្ចឹងយើងត្រូវប្រើអាហ្នឹងដើម្បីយើងជាមុនសិនប្រើ command ហ្នឹងជាមុនសិនដើម្បីអាចបញ្ឈប់វានៅលើ OS ហ្នឹងហើយមួយទៀតគឺយើងត្រូវឆែកទៅលើ space របស់យើងថា space របស់យើងហ្នឹងគឺវាគ្រប់គ្រាន់អត់ដើម្បីដំឡើងពាក់ព័ន្ធទៅនឹងដំឡើង SQL server ហើយនឹង MySQL ហ្នឹងកន្លែងនេះគឺខ្ញុំបានប្រើ command ឆែកទៅលើ space របស់ខ្ញុំគឺយើងប្រើ df.h នេះដើម្បីឆែកមើល space ដែលហៅថា hard disk ឬក៏ disk នឹងឯងអញ្ចឹងឲ្យវានៅក្រោម 90% អញ្ចឹងបានយើងអាច pull image របស់យើងនឹងបានអញ្ចឹងការទាញយក database image ហ្នឹងដូចជា SQL server ឬក៏ MySQL ត្រូវការstorage របស់យើងច្រើនបើសិនបើយើងអត់ច្រើនទេវានឹង error អញ្ចឹងកន្លែងហ្នឹងយើងត្រូវឆែកមើល state 2របស់យើងតើវាអូខេអត់តើពេលដែលយើងទាញវា enough សម្រាប់ការ pull មកវាអត់ហើយពាក់ព័ន្ធនឹងការសម្អាតក៏ដូចគ្នាដែរដែលខ្ញុំបានប្រើ comment ខាងលើហ្នឹងគឺខ្ញុំប្រើ comment ដើម្បីសម្អាតឲ្យវាមាន space សិនប៉ុន្តែមុននឹងក៏យើងត្រូវប្រុងប្រយ័ត្នដែរព្រោះការសម្អាតហ្នឹងគឺវាត្រូវផ្ដាច់ network អញ្ចឹងយើងត្រូវឲ្យច្បាស់អ្វីដែលខ្ញុំ recommend គឺយើងត្រូវឆែកពាក់ព័ន្ធទៅនឹង hard disk របស់យើងឲ្យខ្ពស់សិនមុននឹងយើងធ្វើការ run ពាក់ព័ន្ធនឹងការ pull comment នេះដែលយើងដាក់ឈ្មោះ port SQL ហ្នឹងណាអូខេអញ្ចឹងប៉ុណ្ណឹងទេគឺយើងចាប់ផ្ដើមធ្វើពាក់ព័ន្ធទៅនឹងការ connect ទៅលើកាន់ dweaver របស់យើងអញ្ចឹងជំហានចុងក្រោយដែលយើងត្រូវធ្វើគឺការ connect ទៅ dweaver របស់យើងនៅលើ Windows PC របស់យើង
ចឹងយើងចាប់ផ្ដើមបើកកម្មវិធី Dweaver ខ្ញុំសូមជាប់ជាមួយ script របស់ខ្ញុំពួកអីGeekbench របស់ខ្ញុំអស់ទូនាទីហើយអញ្ចឹងខ្ញុំសូមconnect Dweaver ជាមួយ script របស់ខ្ញុំដើម្បីយើងងាយស្រួលមើលតាម step របស់វាកុំឲ្យវាមាន error ចឹងទៅអញ្ចឹងយើងបើក Dweaver យើងហើយយើងចាប់ផ្ដើម connect SQL server របស់យើងមុនគេជា container ហ្នឹងគឺជា Microsoft SQL server ហ្នឹងអញ្ចឹងយើងកំណត់ parameter ដូចខាងក្រោម host port database master SQL server authentication user សារហើយ password របស់យើងអានេះខាងក្រោមនេះដើម្បីទប់ស្កាត់ error ទេ connection ហើយបន្តមកទៀតគឺយើងចាប់ផ្ដើមtest ទៅលើMySQL container របស់យើងអញ្ចឹងយើងត្រូវចុចសញ្ញាបូកកន្លែងនេះចុចបូកនឹងមកអញ្ចឹងអ្វីដែលយើងត្រូវយកធ្វើមុនគេគឺយើងធ្វើពាក់ព័ន្ធនឹង SQL អញ្ចឹងយើងយក SQL server មុនគេបន្តមកបានយើងយក MySQL អញ្ចឹងខ្ញុំយក SQL server ហើយខ្ញុំយក next បន្តមកទៀតវាឲ្យដាក់ host របស់យើងអញ្ចឹង host របស់ខ្ញុំគឺពាក់ព័ន្ធនឹង IP address របស់យើងហ្នឹងគឺ127 20 10និង3ហ្នឹងខ្ញុំអូខេកន្លែងនេះយើងអត់ធ្វើវាទេវាជា default អញ្ចឹងយើងត្រូវដូរ local host នេះមកដាក់តាម IP address របស់យើងខ្ញុំគឺនៅក្នុងនេះគឺ127 172.20.10.3 អញ្ចឹងយើងបំពេញវាតាមអាហ្នឹងអញ្ចឹង local host របស់យើងគឺ 172.20.10.3 ហើយ port របស់យើងត្រូវហើយ schema របស់យើងដែល master authentication គឺយើងយក SQL server authentication យើងដាក់user គឺសារហើយ password គឺយើងប្រើ password របស់យើងអក្សរ S ធំហើយ V អក្សរតូចលេខ1ហើយយើងប្រើ add ហើយយើងអក្សរ S ធំដែរ T O N G ហើយអក្សរ P ធំ A double S 1 2 3យើងធ្វើការ save auto ហើយបន្តមកទៀតយើងធ្វើការ test connection អានេះSQL កន្លែងនេះយើងត្រូវ take trust server certificate ទៀតដើម្បីជៀសវាងការ error បន្ទាប់មកយើងធ្វើការ test condition យើងធ្វើការរងចាំកន្លែងនេះវាឲ្យយើង download try file របស់យើងនេះអញ្ចឹងយើងធ្វើការ download មកពេលដែលយើង download complete វានឹងយើងអាចចុច finish បានហើយអញ្ចឹង connection នេះវាបញ្ជាក់របស់យើង connection test អូខេអស់ហើយ detail យើងអាចបើសិនជាចង់មើល detail អញ្ចឹងខ្ញុំយកអូខេទៅហើយបន្តមកទៀតខ្ញុំ connect បាន success អត់មាន error ទេខ្ញុំយក finish អញ្ចឹងវានឹងបង្ហាញMySQL របស់យើងនៅកន្លែងនេះអញ្ចឹងយើងមាន database ជា master SQL login ហើយនឹង administrator
បន្ទាប់មកទៀតយើងធ្វើការ connect ទៅ MySQL ជាឈ្មោះរបស់យើងយកសញ្ញាបូកនឹងដដែល plug in សញ្ញាបូកនឹងហើយយើងយកជា MySQL នេះរូបត្រីបាឡែននេះហើយយើងយក next មកហើយយើងដាក់អានេះជា IP របស់យើងដូចគ្នា 172.20.10.3 អូខេ verify ត្រឹមត្រូវ port របស់យើងដដែលខុសពីមុន MySQL default វា 3301 database school.db ខ្ញុំដាក់ school.db ហើយយើង show database ហ្នឹងហើយ password user root ហើយ password របស់យើងរៀងវែងដែរ S អក្សរធំ V អក្សរតូចលេខ1 add strong អក្សរ S អក្សរធំ T O N G ហើយ password pass អក្សរ P ធំ A double S ហើយលេខ789អញ្ចឹងត្រឹមត្រូវអស់ហើយយើងចាប់ផ្ដើម test connection របស់យើងធ្វើការរងចាំសិនកន្លែងនេះវាចាប់ផ្ដើមតេស្តហើយវាទាមទារឲ្យយើង download try file ហ្នឹងចេញយើង down មកហើយបើសិនជាយើងចង់ edit try ហ្នឹងយើងអាចចូលកន្លែង edit បានអញ្ចឹងកន្លែងនេះ connection error សូមចាំតិចអូខេឥឡូវខ្ញុំ connect ទៅ MySQL របស់ខ្ញុំបាន success ហើយដែលវាចេញ connection test នេះហើយ state 2របស់វាមានជា connect បាន connect ទៅ329 MB server របស់យើង 8.4.11 ហើយdriver របស់យើងគឺ MySQL connect ហ្នឹងអញ្ចឹងបើយើងឃើញ state 2 ប៉ុណ្ណឹងមានន័យយើងជោគជ័យហើយអញ្ចឹងចុច OK ហើយបញ្ជាក់មិញ error គឺដោយសារតែយើងត្រូវទី1គឺយើងត្រូវចូលទៅក្នុងបើក true ទៅលើ primary key use allow ដូចជា allow wait ចូលកន្លែង allow នេះយើងបដូរ default របស់វាគឺ false អញ្ចឹងយើងត្រូវ allow public key retrieval នេះទៅជា true សិនហើយដែលយើងត្រូវធ្វើមួយទៀតពាក់ព័ន្ធទៅនឹងuse ASL នេះយើងដាក់មក false default វាគឺ true ប៉ុន្តែយើងត្រូវចុចលើវាមកយើងសរសេរវាដាក់ false អញ្ចឹងក្រោយពីយើងដូរអាពីរហ្នឹងហើយយើងត្រឡប់មក main របស់យើងវិញហើយយើង test connection មកវានឹង load នឹងដូចជាងដដែលមានន័យថាការ connect របស់យើងគឺបានជោគជ័យហើយអញ្ចឹងយើងជោគជ័យហើយយើងចុច finish មកវានឹង load school database ហ្នឹង school DB ឲ្យយើងកន្លែងហ្នឹងគឺជា MySQL នឹងឯងអញ្ចឹងវាមាន school ហើយ school ហ្នឹងយើងអត់ទាន់មាន table មានអីទេវាគ្រាន់តែបង្ហាញទេហើយមក user ក៏យើងអត់ទាន់មានដែរគឺវាជា default ទេអានេះ administrator ក៏ដូចគ្នាដែរហើយ system ហ្នឹងគឺជា default របស់វាអានេះដោយសារតែយើងប្រើជា master default វាទាំងអស់អញ្ចឹងវីដេអូមួយនេះក្រោយពីខ្ញុំបាន config connection ទាញSQL server និង MySQL server នៅក្នុង Ubuntu បានត្រឹមត្រូវហើយតាម state 2បែបនេះបន្តមកយើងចូលទៅក្នុងdweaver ក៏បានចូលទៅក្នុង workbench ក៏បានហើយយើងធ្វើការ connection ដូចគ្នាទៅតាមflow របស់IDE យើងនីមួយៗអញ្ចឹងអានេះអានេះគឺជា SQL server យើងប្រើជា master ហើយ
អានេះគឺជា MySQL ដែលយើងយក database វាឈ្មោះថា SchoolDB អញ្ចឹងក្រោយពីខ្ញុំ connection នៅលើ dweaver បាន success ហើយចេញជាលក្ខណៈ tick box queue ទាំងពីរនេះត្រឹមត្រូវហើយអញ្ចឹងវីដេអូរបស់ខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយបើសិនជាវីដេអូនេះមានកំហុសឆ្គងត្រង់កន្លែងណាសូមអធិស្ឋានផងដែរសូមអរគុណ